បាទពុកម៉ែបងប្អូននេះបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញថ្នាំតបៅសួតពុកម៉ែបងប្អូនមានអ៊ំស្រីម្នាក់គាត់ខលមកខ្ញុំបាទគាត់សួរខ្ញុំថាលោកគ្រូមានថ្នាំអីអាចជាបានលលាកសួតទេបាទគាត់ថាប្តីគាត់លលាកសួតធ្ងន់ធ្ងរហើយនឹងកូនប្រុសគាត់ម្នាក់ទៀតឥឡូវនេះពុកម៉ែបងប្អូនថ្នាំនេះមិនមែនត្រឹមតែលលាកសួតទេណាបាទគឺដំបៅតែម្ដងបាទពាក្យថាដំបៅហ្នឹងគឺវាវិវត្តទៅជាលក្ខណៈសួតធ្ងន់ធ្ងរហើយបើលលាកស្រាលពុកម៉ែបងប្អូនបើតបៅគេហៅថាសួតធ្ងន់ធ្ងរចឹងថ្ងៃនេះខ្ញុំសូមបង្ហាញថ្នាំដំបៅសួតតែម្ដងព្យាបាលជំងឺដំបៅសួតពុកម៉ែបងប្អូនណាបាទសរុបទាំងអស់មាន5មុខខ្ញុំកាន់នេះណាបងប្អូនបាទមាន5មុខបាទចឹងមុខទី1ខ្ញុំធ្វើចេញមុនគេមកគឺបាទដើមបាយក្តាំងបាទពុកម៉ែបងប្អូននេះគឺដើមបាយក្តាំងហើយបាទបានគេហៅថាដើមបាយក្តាំងបងប្អូនគឺផ្លែក្តាំងណាបាទក្តាំងដូចបាយក្តាំងមិនបានគេហៅដើមបាយក្តាំងបាទតែស្លឹកវាតកៅស៊ីមេស៊ីចឹងណាបងប្អូនបាទមេស៊ីតកៅស៊ីបងប្អូនមើលទៅថ្ងៃនេះបានស្រស់ថតឲ្យបងប្អូនមើលហ្មងទី1ដើមបាយក្តាំងបងប្អូនចាំអញ្ចឹងណាបាទទី1បាយក្តាំងបាទទី2មុខឈ្នៀងបានស្រស់ប្រព្រឹកបងមកថតជូនពុកម៉ែបងប្អូនថ្ងៃនេះគឺថាអត់មានថ្នាំណាស្វិតមើលអត់ស្គាល់ទេបាទទី2មុខឈ្នៀងពុកម៉ែបងប្អូនមើលទៅបាទទី2មុខឈ្នៀងបាទចាំបានណាបងប្អូនទី2មុខឈ្នៀងបាទរីឯទី3ខ្ទុំតូចដើមខ្ទុំស្រែយើងហ្នឹងពុកម៉ែបងប្អូនណាដើមខ្ទុំស្រែបាទទី3ខ្ទុំតូចណាបាទទី3ខ្ទុំតូចបាទរីឯទី4ឆ្កែស្រែងខ្មៅបាទអានេះស្លឹកវាត្រួយវាលមូបាទទី4គឺឆ្កែស្រែងខ្មៅហើយឆ្កែស្រែងខ្មៅនេះពុកម៉ែបងប្អូនចាំចេះបើបងប្អូនមិនស្គាល់ពាក្យថាមិនសូវច្បាស់អញ្ចឹងណាពុកម៉ែបងប្អូនបេះស្លឹកវាញីហិតចេះក្លិនវាឈ្ងុយបើបងប្អូនធ្លាប់ហូបផ្លែសមដឹងហើយក្លិនផ្លែសមដឹងតែម្ដងហ្នឹងគឺឆ្កែស្រែងខ្មៅហើយដើមវាខ្មៅសបកខ្មៅអត់មានពួកអក្សរណាបាទយកឆ្កែស្រែងខ្មៅអញ្ចឹងបាទទី4ឆ្កែស្រែងខ្មៅរីឯទី5បាទគឺវល្លិកន្លើចកពុកម៉ែបងប្អូនចំណាំទៅបាទនេះគឺវល្លិកន្លើចកបានស្រស់មកថតជូនពុកម៉ែបងប្អូនមើលហ្មងបាទកន្លើចកពីក្រោយខ្នងវាសអញ្ចឹងណាបាទដែលពីមុខវាពណ៌បៃតងបាទធម្មតាគេដល់ពីក្រោយខ្នងវាសបាទអានេះហៅវល្លិកន្លើចកអញ្ចឹង5មុខហ្នឹងពុកម៉ែបងប្អូនណាបាទទី1កន្លើចកសាវិញយ៉ាងទី1កន្លើចកទី2ឆ្កែស្រែងខ្មៅបាទទី3ខ្ទុំតូចបាទទី4មុខឈ្នៀងបាទទី5បាយក្តាំងបាទសរុបទៅ5មុខបាទ5មុខហ្នឹងមិនមែនយកស្លឹកវាចឹងទេអានេះខ្ញុំកាច់ស្លឹកស្រស់ឲ្យបងពុកម៉ែបងប្អូនបានស្គាល់ទេគឺពុកម៉ែបងប្អូនយកដើមរបស់វាទាំងអស់បាទមិនថាខ្ទុំមិនថាអីទេលើកលែងតែកន្លើចកមួយវាវបាទអញ្ចឹងខ្ញុំយកវកន្លើចកពីច្រាំអញ្ចឹងវិធីប្រើពុកម៉ែបងប្អូនវិធីប្រើយើងយកបាយក្តាំងនេះបាទយើងទៅច្រាំវាឲ្យស្ងួតហើយពុកម៉ែបងប្អូនយកមកក្តាប់តឹងអញ្ចឹងមកបាទក្តាប់តឹងអានេះមកក្តាប់តឹងណាបាទផាសបាទអញ្ចឹងបាយក្តាំងមកក្តាប់តឹងហើយវល់កន្លើចកនេះបងប្អូនហាលឲ្យស្ងួតធម្មតាអញ្ចឹងទៅហើយទៅច្រាំហាធួតចាប់មកក្តាប់តឹងដូចគ្នាបាទក្តាប់ផាសដូចគ្នាបន្ទាប់មកទៀតឆ្កែស្រែងខ្មៅក៏ដូចគ្នាដែរពុកម៉ែបងប្អូនដើមវាយើងទៅច្រាំហាលហ្នឹងចាប់មកក្តាប់តឹងដូចគ្នាអញ្ចឹងមកបាទហើយទី5គឺមុខឈ្នៀងហ្នឹងហើយបាទមុខឈ្នៀងហ្នឹងពុកម៉ែបងប្អូនចាប់ក្តាប់តឹងដូចគ្នា5មុខដាក់ចូលគ្នាពុកម៉ែបងប្អូនបើរោគកំសៀវមិនបានដាក់ឆ្នាំងបាយក៏បានឆ្នាំងសម្លក៏បានដែរបាទដាក់ទឹក3លីត្ររងាស់ទឹក3យកទឹក1អាហ្នឹងតបៅសួតណាពុកម៉ែបងប្អូនពាក្យថាតបៅហ្នឹងបានន័យថាធ្ងន់ហើយលក្ខណៈសួតធ្ងន់ធ្ងរហើយអញ្ចឹងពុកម៉ែបងប្អូនដាក់ទឹក3លីត្ររងាស់ទឹក3យកទឹក1បាទពិសាមួយដងបាទពិសាម្ដងពិសាមួយថ្ងៃ3ដងបាទពិសាមួយថ្ងៃ3ដងមួយដងគឺមួយកាបាទឥឡូវខ្ញុំស្កប់សិនខ្ញុំទៅយកការបងប្អូនមើលតិចខ្ញុំភ្លេចទៅយកការបាទខ្ញុំស្កប់សិនបាទបងប្អូននេះគឺការនេះបាទការនេះចង់បញ្ជាក់ពុកម៉ែបងប្អូនណាដបទឹកកន្លះលីត្រដប500ចាក់ចូលមកចង់អស់ពីដបបាទអាដប500ចាក់ចូលក្នុងការនេះចង់អស់ពីដបហ្នឹងអាដបទឹក500ចឹងយើងពិសាមួយដងមួយការនេះហើយសូមបញ្ជាក់ពុកម៉ែបងប្អូនបន្ថែមទៀតថាត្រូវហូបបាយឲ្យហើយសិនកាលពីយើងផឹកទៅយើងកម្លាំងខ្សោយទៅវាចាញ់ថ្នាំវាធ្វើទុកយើងហិតលហើយចឹងបងប្អូនហូបបាយឆ្អែតហើយចាំផឹកបាទផឹកអស់មួយកាសនេះទៅមួយថ្ងៃ3ដងព្រឹកថ្ងៃល្ងាចនឹងទឹក3ទឹក1ពុកម៉ែបងប្អូនចឹងតំបៅសួតកម្រិតណាក៏ជាដែរពុកម៉ែបងប្អូនណាប៉ាកែណាបាទតាមនេះចឹងបងប្អូនកុំភ្លេចជួយ share ណាបាទវីដេអូនេះមានតម្លៃណាព្រោះឥឡូវហ្នឹងជំងឺសួតហ្នឹងក៏ឃើញថាកើតច្រើនលើប្រជាជនកម្ពុជាយ៉ាងដែរចឹងពុកម៉ែបងប្អូនកុំភ្លេច share វីដេអូដ៏មានតម្លៃនេះចែកជូនបងប្អូនចេះទាំងអស់គ្នាឲ្យគាត់ប្រុងប្រៀបរៀបចំខ្លួនរកឆ្នាំនេះទុកឲ្យហើយទៅណាបាទការពារលោកកូនយើងចៅយើងអ៊ំយើងអ្នកភូមិយើងអ្នកណាគេកើតទៅយើងដឹងឆ្នាំទាំងអស់គ្នាចឹងកុំភ្លេច share ពុកម៉ែបងប្អូនហើយមួយទៀតពុកម៉ែបងប្អូនណាដែលមិនទាន់បានជួយចុច follow បាទជួយចុច follow លើ page តាចំបៃអ្នកចំការខ្ញុំម្នាក់មួយទៅហើយអ៊ំចាស់ក៏សួរចុចតាណា follow អ៊ំមើលខាងលើបាទផ្នែកខាងលើទៅ
រូបពីអ្នកប្តីពុនខ្ញុំតាចាប៉ីអ្នកចំការនឹងដកឃ្លាមកផ្នែកតិចមកពាក្យអង់គ្លេសដាក់ follow បើខ្មែរដាក់តាមដានអក្សរពណ៌ទឹកប៊ិចខៀវនឹងអ៊ំចុចខាងលើទៅបាទហ្នឹងកន្លែងពាក្យ follow ពាក្យតាមដានហ្នឹងសម្រាប់អ៊ំនៅអត់ដឹងបើក្មេងៗលោកគេចេះគេដឹងគេចេះចុចខ្លួនគេមិនបាច់ប្រាប់គេសម្រាប់តែអ៊ំចាស់ចាស់ទេគាត់សួរខ្ញុំមិនដឹងចុច follow តាណាទេក្មួយអើយអញ្ចឹងអ៊ំចុចអាលើវីដេអូខ្ញុំមើលលើទៅបាទហើយចេញពីរូបពីអ្នកប្តីពុនខ្ញុំខាងលើហ្នឹងងាកមកបន្តិចមកអក្សរ follow ហើយពាក្យតាមដានបើខ្មែរតាមដានបើអង់គ្លេសដាក់ថា follow អញ្ចឹងអ៊ំចុចទៅនឹងទៅបើអ៊ំមិនដឹងប្រាប់កូនក្មេងឲ្យជួយចុចឲ្យក៏បានដែរបាទអញ្ចឹងមានតម្លៃណាស់វីដេអូនេះចាំពុកម៉ែបងប្អូនកុំភ្លេច share ណាបាទអរគុណច្រើនមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទឆ្នាំដំបៅសួតបាទសូមពុកម៉ែបងប្អូនជួយ share បាទអរគុណច្រើននៅពេលនេះខ្ញុំបាទតាចប៉ៃអ្នកចំការសូមអរគុណសូមគោរពលាបាទ